ជួបគាត់មានរូបរាងណាហើយតាមមានកម្លាំងណាស់ក្នុងការលេងបូលីងនេះផងដែរព្រោះថាបូលីងនេះចាំពិតជាមានទំនួនមែនតើចាមកនៅអូមកហើយចាអូចេញមកជាមួយនឹងអ្នកគ្រូព្រៃប្រកាយអូចេញមានអាយុតែ8ខែតែប៉ុណ្ណោះដល់ដំណើររបស់គាត់គឺនៅខេត្តកំពង់ចាមឯនោះចាទស្សនិកជនថ្ងៃនេះគឺគាត់មកបង្ហាញសមត្ថភាពរបស់គាត់នោះគឺការលេងបាល់បូលីងដ៏ធ្ងន់នេះចាទស្សនិកជនទីក្រុងបងប្អូនធ្លាប់តែដឹងថាការលេងបាល់បូលីងនេះគឺគេប្រើដៃឬមួយក៏ឧបករណ៍ផ្សេងក្នុងការលេងបូលីងផងដែរអញ្ចឹងទស្សនិកជនទីក្រុងរួមជាមួយនឹងបងប្អូនយើងនឹងមកទស្សនាដល់គ្នាជាមួយនឹងអូចេញដៃជើងតូចចារៀងតូចទៅស្រឡាញ់ប្រើអ្វីទៅអ្នកគ្រូប្រើការអត់លក្ខណៈប៉ុណ្ណឹងដល់មកធ្វើបានណាចាប្រយ័ត្នខ្មាំងទៀតចាសុំជឿចង់ទៅកាន់យ៉ាងไรអ្នកគ្រូថាគាត់នឹងធ្វើឲ្យបាន6គ្រាប់នេះគាត់នឹងបំពង់ដួសតតែចិត្តតែម្ដងអញ្ចឹងអ្នកគ្រូកុំឲ្យចាខ្មាំងមុខខ្មាំងមាត់ទាំងអស់គ្នា1 2 3សុំជឿចាមកទស្សនិកជនអ្នកកដៃជួនអូចេញមកក្នុងកាហេมันព្រមឡើងទៅណាមិនបានតាមគ្រូចឹងចាបែរសិស្សនឹងគ្រូអត់ស៊ីមេត្រីគ្នាសោះមកចឹងស្ងាត់ទៀតទស្សនិកជនមកឡើងណែទូនសាទៅតាមស្រីគ្រប់ត្រចឹងមួយទៀតយកចាយកទៀតចាទស្សនិកជនទីក្រុងបងអ្នករស់សុខស្នេហ៍ឲ្យលើកទៅចឹងអូចេញមួយមកចាដោយសារតែពេលមហាបរិយាដូចថាចាក្រុមការងាររបស់ខ្ញុំចាលើកសម្លេងអ្នកដៃចាចាំបាក់ដៃបាត់អស់ទៅហើយអូខេមើលតែប្រើអ្វីចាប្រើបានទេដៃជើងទូចមួយអូខេ1 2 3សុំជើងចាមកឲ្យអូចេញជាមួយនឹងបាត់គាត់ប្រើចាទុកជាមួយទៀត6គាត់ប្រហែលអត់ទូទេទៅចាអូអូណាទូទាំងអស់តែម្ដងទស្សនិកជនចាគាត់ជាប្រកាយមែនទេគឺថាចាំបានសម្លេងដៃលើកទៅចឹងគាត់មកចាលោកគ្រូមើលចាគាត់บอกគេមានទស្សនិកជនឃើញចឹងប៉ុន្តែបូលីងចំនួនចាក់2គីឡូចិត្ត3គីឡូឯណោះហើយអូចេញនេះគឺជាអស្ចារ្យមែនទែនដល់ត្រង់ទុកជាមួយរសសាស្ត្ររបស់គាត់ដើម្បីលេងបូលីងផងដែរហើយក្រុមកម្មការវិទ្យារបស់អ្នកគ្រូនោះគឺថាមួយអត់ចិត្តតែម្ដងចាពិតជាអស្ចារ្យមែនទែនចាអីណាអ្នកគ្រូចាអត់បញ្ហាចាពីច្រើនតែអ្នកគ្រូនិយាយថាអត់បញ្ហានោះចូលទៅក្នុងជំនាន់សាស្ត្រទាំងអស់នោះគឺមិនដែលរួមទេទស្សនិកជនចាមែនអត់កុំកុហកទស្សនិកជនប្រយ័ត្នតាមមែនអត់ចាកប់ចោលច្រើនទស្សនិកជនអរគុណច្រើនសូមចាអ្នកគ្រូមកអរគុណដល់សម្រាប់ការសិនដើម្បីឲ្យតារាសម្ដែងរបស់យើងខ្ញុំជាបន្តគាត់នឹងមក